អាជ្ញាធរខេត្តក្រចេះបានសម្រេចបិទចរាចរណ៍យានយន្តគ្រប់ប្រភេទដែលធ្វើដំណើរលើកំណត់ផ្លូវខេត្តលេខ 3KRT 24ក្នុងភូមិសែនអភិវឌ្ឍឃុំក្រញូងសែនជ័យស្រុកស្នួលខេត្តក្រចេះដោយសារតែបាក់ស្ពានអូឆ្លងនេះបើយោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះនៅព្រឹកថ្ងៃទី30ខែតុលាឆ្នាំ2025មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះមានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនដែលធ្វើដំណើរតាមដងផ្លូវខេត្តលេខ 3KRT 24ក្នុងភូមិសែនអភិវឌ្ឍឃុំក្រញូងសែនជ័យស្រុកស្នួលឲ្យបានជ្រាបថាស្ពានអូឆ្លងជាប្រភេទស្ពានកម្រាលដែកបេឡេប្រវែង39ម៉ែត្រទទឹង 4.5 ម៉ែត្រត្រង់គីឡូម៉ែត្រ1/520ស្ថិតនៅភូមិសែនអភិវឌ្ឍឃុំក្រញូងសែនជ័យស្រុកស្នួលខេត្តក្រចេះបានបាក់ទាំងស្រុងដោយសាររថយន្តធុនធំដឹកកសិផលដំឡូងឆ្លងកាត់ដើម្បីបញ្ជាការធ្វើចរាចរណ៍ឆ្លងកាត់និងគ្រោះថ្នាក់អាចកើតឡើងជាយថាហេតុមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះសូមធ្វើការផ្អាកជាបណ្ដោះអាសន្នយានយន្តគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់តាមទីតាំងស្ពានអូឆ្អឹងនិងសូមធ្វើដំណើរតាមផ្លូវវាងឈ្មោះផ្លូវ107សន្ធិដ្ឋក្នុងភូមិ104ឃុំក្រញូងសែនជ័យស្រុកស្នួលរហូតដល់ការជួសជុលស្ពានបានរួចរាល់ឡើងវិញ